បាទសូមស្វាគមន៍បងប្អូនទាំងអស់គ្នាវិលត្រឡប់មកកាន់វីដេអូរបស់ខ្ញុំម្ដងទៀតជាមួយនឹងវីដេអូថ្មីនៃការនិយាយសង្ខេបអំពីរាងកាយរបស់វ៉ាងលីនទាំងអស់ដែលស្ថិតនៅក្នុងរឿង Reggae Motor ឬក៏រឿងប្រឆាំងនឹងអមតៈដូច្នេះហើយយើងកុំឲ្យខាតពេលទៀតយើងចូលទៅដល់វីដេអូរបស់យើងតែម្ដងដោយរាងកាយព្រះបុរាណដែលយើងឃើញនៅក្នុងរឿងបច្ចុប្បន្នហ្នឹងគឺមិនមែនជារាងកាយដើមពិតប្រាកដរបស់វ៉ាងលីននោះទេហេតុផលដែលខ្ញុំនិយាយថាមិនមែនជារាងកាយដើមពិតប្រាកដរបស់វ៉ាងលីនហ្នឹងគឺដោយសារតែរាងកាយដើមពិតប្រាកដរបស់វ៉ាងលីនហ្នឹងគឺមិនដែលចេញនោះទេនៅក្នុងពេលបច្ចុប្បន្នគឺគិតតែពីការវឹកហាត់តែមួយមុខតែប៉ុណ្ណោះទាល់តែចុងបញ្ចប់នៃសាច់រឿងនៅពេលតែអវតារនៃការសម្លាប់ដែលមានឈ្មោះថាលូម៉ូនឹងរកវិធីជួយឲ្យលីម៉ូវ៉ាន់រស់ឡើងមកវិញបានទើបរាងកាយដើមពិតប្រាកដរបស់វ៉ាងលៀននឹងបានបង្ហាញខ្លួនចាក់ចេញពីការវឹកហាត់ដើម្បីជួយឲ្យលីម៉ូវ៉ាន់នឹងរស់ឡើងវិញហើយរាងកាយដើមរបស់វ៉ាងលៀនបច្ចុប្បន្ននឹងគឺស្ថិតនៅក្នុងជំហានទី3កម្រិតទី18គឺជាកម្រិតអភិវឌ្ឍត្រាំបលីងស្ពានដល់ទេវភាពទី8ហើយចំពោះដំណើរសាច់រឿងរបស់វ៉ាងលីនបច្ចុប្បន្នដែលយើងឃើញនៅក្នុងរឿងគឺថាលូម៉ូដែលជាអវតារនៃការសម្លាប់របស់វ៉ាងលីនរាងកាយដើមនឹងគឺជាអ្នកដើរតួនិងធ្វើត្រាប់តាមដំណើរសាច់រឿងរបស់រាងកាយដើមទាំងអស់តែម្ដងកាលពីអតីតកាលហើយមូលហេតុហ្នឹងគឺដោយសារតែកាលពីពេលអតីតកាលហ្នឹងនៅពេលដែលលីម៉ូវ៉ាន់បានស្លាប់ហ្នឹងគឺបានធ្វើឲ្យបេះដូងតៅរបស់រាងកាយដើមហ្នឹងគឺមានការបែកបាក់មិនអាចវឹកហាត់ទៅជំហានទី4បានដោយសារតែហេតុការណ៍ទាំងអស់នេះហើយដូច្នេះហើយទើបវ៉ាងលីនរាងកាយដើមហ្នឹងក៏បានបង្កើតអវតារនៃការសម្លាប់របស់គាត់ឡើងមកតែម្ដងនិងបានបញ្ជូនអវតារនៃការសម្លាប់របស់គាត់ដែលមានឈ្មោះថាលូម៉ូហ្នឹងឲ្យមកកែប្រែរឿងរ៉ាវអតីតកាលនិងធ្វើត្រាប់តាមដំណើរសាច់រឿងរាងកាយដើមទាំងអស់ដដែលគឺដើម្បីស្វែងរកវិធីសាស្ត្រជួយឲ្យលីម៉ូវ៉ាន់រស់ឡើងមកវិញហើយនៅក្នុងពេលដែលវ៉ាងលីនបានបញ្ជូនលូម៉ូឲ្យមកកាន់ពេលអតីតកាលហ្នឹងគឺថាវ៉ាងលីនរាងកាយដើមហ្នឹងគឺបានកាត់ផ្តាច់ទំនាក់ទំនងទាំងអស់ចោលជាមួយនឹងលូម៉ូទាំងអស់តែម្ដងដោយទុកឲ្យលូម៉ូហ្នឹងមានបញ្ញាស្មារតីនិងចង់ធ្វើអ្វីក៏ស្រេចតែចិត្តទៅគឺដើម្បីស្វែងរកវិធីសាស្ត្រដើម្បីជួយឲ្យលីម៉ូវ៉ាន់ហ្នឹងរស់ឡើងមកវិញបានហើយនៅត្រង់កន្លែងហ្នឹងបើយើងនិយាយឲ្យស្រួលយល់និងងាយស្ដាប់ទៅគឺថាបន្ទាប់ពីវ៉ាងលីនរាងកាយដើមហ្នឹងបានបញ្ជូនលូម៉ូមកកាន់អតីតកាលនិងកាត់ផ្តាច់ទំនាក់ទំនងចោលទាំងអស់ជាមួយនឹងលូម៉ូដែលជាអវតារនៃការសម្លាប់របស់គាត់ហើយគឺថាលូម៉ូហ្នឹងគឺប្រៀបដូចជាមនុស្សផ្សេងម្នាក់ទៀតអញ្ចឹងបន្ទាប់ពីត្រូវបានវ៉ាងលីនរាងកាយដើមហ្នឹងបានកាត់ផ្តាច់ទំនាក់ទំនងចោលបន្តមកទៀតនៅពេលដែលវ៉ាងលីនរាងកាយដើមហ្នឹងបានបញ្ជូនលូម៉ូមកកាន់អតីតកាលបានសម្រេចតាមរយៈលំហូរពេលវេលានៃសបិនតាវរួចហើយវ៉ាងលីនរាងកាយដើមហ្នឹងគឺមិនបានធ្វើអ្វីទៀតនោះទេដោយទុកឲ្យលូម៉ូគឺជាអ្នកធ្វើអ្វីបន្ទាប់រីឯលូម៉ូវិញបន្ទាប់ពីចូលមកដល់អតីតកាលរបស់រាងកាយដើមហើយលូម៉ូក៏បានចូលទៅកាន់ព្រៃវិស័យផ្កាយគឺដើម្បីទៅយកអង្កាំប្រឆាំងឋានសួគ៌គឺដើម្បីចាប់បដិសន្ធិឡើងវិញតែម្ដងបន្ទាប់ពីបានចូលទៅក្នុងត្រីវិស័យនឹងហើយលូម៉ូក៏ត្រូវឆ្លងកាត់ការចាប់បដិសន្ធិឡើងមកវិញដូចគ្នាប៉ុន្តែនៅក្នុងការចាប់បដិសន្ធិរបស់លូម៉ូហ្នឹងក៏ត្រូវបរាជ័យជាច្រើនលើកច្រើនសារនៅពេលដែលលូម៉ូហ្នឹងព្យាយាមចូលទៅកាន់ត្រីវិស័យផ្កាយមួយហ្នឹងដើម្បីចាប់បដិសន្ធិឡើងវិញដូច្នេះហើយបន្តមកទៀតលូម៉ូក៏បានបង្កើតអវតារឡើងមកដែលជាវ៉ាងលីនដែលជាមនុស្សរមែងស្លាប់គ្មានឬគល់ខាងវិញ្ញាណវឹកហាត់ហ្នឹងបើបងប្អូនទាំងអស់គ្នាធ្លាប់មើលតង់ហួររឿងវ៉ាងលីនភាគ1ឯឡើងហ្នឹងគឺបងប្អូនឃើញហើយវ៉ាងលីនដែលគ្មានឬគល់ខាងវិញ្ញាណវឹកហាត់ដែលជាអ្នកសិក្សាធម្មតាដែលមានឪពុកម្ដាយដូចគេដូចឯងហ្នឹងហើយបន្ទាប់ពីបានបង្កើតវ៉ាងលីនដែលគ្មានឬគល់ខាងវិញ្ញាណវឹកហាត់ហ្នឹងឡើងមកហើយវ៉ាងលីនដែលគ្មានឬគល់ខាងវិញ្ញាណវឹកហាត់ហ្នឹងក៏ទទួលបានអង្កាំប្រឆាំងឋានសួគ៌ហើយក៏បានជួបជាមួយនឹងស៊ីទូណាត់ដូច្នេះហើយបន្តមកទៀតស៊ីទូណាត់ក៏បានបង្ហាត់បង្រៀនវ៉ាងលីនដែលគ្មានឬគល់ខាងវិញ្ញាណហ្នឹងពីរបៀបវឹកហាត់ចាប់តាំងពីពេលហ្នឹងមកប៉ុន្តែក្រោយមកទៀតនៅពេលដែលវ៉ាងលីនបានវឹកហាត់ហើយវ៉ាងលីនក៏បានជ្រុលដៃសម្លាប់ចៅប្រុសរបស់ថឹងហួយ័នដូច្នេះហើយក៏ត្រូវបានថឹងហួយ័នសម្លាប់និងបំផ្លាញរាងកាយចោលទាំងអស់តែម្ដងបន្តមកទៀតវ៉ាងលៀនក៏ត្រូវបានអង្គការប្រឆាំងឋានសួគ៌នឹងជួយសង្គ្រោះនិងបានបញ្ជូនពលឹងរបស់វ៉ាងលៀននឹងឲ្យទៅកាន់លំហលេបត្របាក់វិញ្ញាណអស់រយៈពេលជាច្រើនឆ្នាំចាប់តាំងពីថឹងហូយ័ននឹងបានសម្លាប់ហើយបន្តមកទៀតនៅពេលដែលវ៉ាងលៀនដែលជាមនុស្សរមែងស្លាប់គ្មានឬគល់ខាងវិញ្ញាណវឹកហាត់កំពុងតែស្ថិតនៅក្នុងលំហលេបត្របាក់វិញ្ញាណនឹងនៅក្នុងពេលនឹងដែរវ៉ាងលៀនក៏បានជួបជាមួយនឹងមនុស្ស4នាក់ដែលបានចូលមកកាន់លំហលេបត្របាក់វិញ្ញាណប៉ុន្តែនៅក្នុងចំណោមពួកគេទាំង4នាក់ហ្នឹងគឺមានម្នាក់ដែលបានស្លាប់ដែលមានឈ្មោះថាម៉ាឡាងដូច្នេះហើយវ៉ាងលៀនក៏បានស្នើសុំម៉ាឡាងដើម្បីគ្រប់គ្រងរាងកាយតែម្ដងដោយសន្យាជាមួយនឹងម៉ាឡាងថានឹងជួយសងសឹកអ្នកដែលបានសម្លាប់ម៉ាឡាងឲ្យវិញហើយបន្ទាប់ពីទទួលបានរាងកាយរបស់ម៉ាឡាងហើយវ៉ាងលៀនក៏បានចូលទៅគ្រប់គ្រងរាងកាយរបស់ម៉ាឡាងហើយក៏បានចាក់ចេញពីលំហលេបត្របាក់វិញ្ញាណចេញមកក្រៅវិញតែម្ដងហើយបន្ទាប់ពីបានចាក់ចេញពីលំហលេបត្របាក់វិញ្ញាណចេញមកក្រៅហើយវ៉ាងលៀនក៏បានចូលទៅដល់ទឹកដីរបស់ព្រះបុរាណដែលជាកន្លែងរបស់ព្រះបុរាណទូសិនដែលកំពុងតែស្នាក់នៅបច្ចុប្បន្នហ្នឹងហើយបន្ទាប់ពីមកដល់ទឹកដីព្រះបុរាណរបស់ទូសិនហើយវ៉ាងលៀនក៏បានជួបជាមួយនឹងកូនចៅរបស់ទូសិនដូចគ្នាដូច្នេះហើយកូនចៅរបស់ទូសិនហ្នឹងក៏បាននាំវ៉ាងលៀនទៅជួបជាមួយនឹងទូសិនតែម្ដងដោយសារតែនៅក្នុងពេលហ្នឹងដែរវ៉ាងលីនគឺមានជីរៀមដែលយើងហៅថារន្ទះពណ៌ក្រហមនឹងដែលវ៉ាងលីនទទួលបាននៅពេលដែលវ៉ាងលីននឹងស្ថិតនៅក្នុងលំហលេបត្របាក់វិញ្ញាណហើយបន្ទាប់ពីបានជួបជាមួយនឹងធូសិនហើយវ៉ាងលីនក៏បានរៀបចំល្បិចដាក់ទៅធូសិនវិញភ្លាមៗតែម្ដងនៅពេលដែលធូសិននឹងនាំវ៉ាងលីនទៅកាន់កន្លែងមរតករបស់ព្រះបុរាណទូស៊ីពីព្រោះមុនពេលដែលវ៉ាងលីនបានជួបជាមួយនឹងព្រះបុរាណទូសិននឹងគឺវ៉ាងលីនបានជួបជាមួយនឹងព្រះបុរាណទូស៊ីមុនហើយព្រះបុរាណទូស៊ីនឹងក៏បានប្រាប់វ៉ាងលីនថាធូសិននឹងគឺជាអរិយខាងក្នុងរបស់គាត់ដែលបានកាត់ឡើងមកបន្ទាប់ពីព្រះបុរាណធូស៊ីនឹងបរាជ័យក្នុងការបំបីចូលទៅក្នុងកម្រិតព្រះបុរាណផ្កាយ9ដូច្នេះហើយឆ្លៀតឱកាសនៅក្នុងពេលដែលធូស៊ីបរាជ័យនៅក្នុងការបំបីចូលទៅក្នុងកម្រិតព្រះបុរាណផ្កាយ9នឹងធូសិនក៏បានលេចចេញមកភ្លាមៗតែម្ដងនៅពេលដែលធូស៊ីនឹងបានបរាជ័យ
នៅក្នុងការបំបីចូលទៅក្នុងកម្រិតព្រះបុរាណកាយ9ហើយក៏បានស្លាប់បាត់បង់ជីវិតបាត់ទៅនៅពេលដែលធូសិននឹងបានបង្ហាញខ្លួនឡើងមកដូច្នេះហើយទើបវ៉ាងលីននឹងបានប្រើប្រាស់ល្បិចបោកប្រាស់ទៅកាន់ព្រះបុរាណធូសិនហើយក៏ទទួលបានមរតកចំណេះដឹងពីធូស៊ីចំណែកឯធូសិនវិញគឺទទួលបានមរតកនៃកម្លាំងចេញពីព្រះបុរាណធូស៊ីហើយបន្ទាប់ពីទទួលបានមរតកនៃការចងចាំរបស់ព្រះបុរាណឡើងមកហើយវ៉ាងលីនក៏ចាប់ផ្ដើមវឹកហាត់ព្រះបុរាណតែម្ដងប៉ុន្តែដោយសារតែការវឹកហាត់របស់ព្រះបុរាណហ្នឹងគឺវាលំបាកខ្លាំងពេកហើយមិនអាចចេញទៅក្រៅបានសេរីដូចអ្នកវឹកហាត់ Celestial ធម្មតាបានដូច្នេះហើយវ៉ាងលីនក៏បានបង្កើតនៅអវតាររបស់គាត់ឡើងមកមួយទៀតដែលមានឈ្មោះថាឆឹងនីវដែលយើងឃើញនៅក្នុងរឿងបច្ចុប្បន្នហ្នឹងដើម្បីឲ្យអវតារឆឹងនីវហ្នឹងវឹកហាត់នៅផ្លូវ Celestial មួយទៀតដូច្នេះហើយចាប់តាំងពីពេលហ្នឹងមកគឺទាល់តែវ៉ាងលីនរាងកាយព្រះបុរាណហ្នឹងបានរួមបញ្ចូលជាមួយនឹងអវតារឆឹងនីវទើបលេចចេញវ៉ាងលីនដែលជាមនុស្សរមែងស្លាប់គ្មានឫសគល់ខាងវិញ្ញាណដែលលូម៉ូហ្នឹងបានបង្កើតឡើងមកជាលើកដំបូងអាមួយដែលត្រូវបានថឹងហួយហ្នឹងវាងាប់នឹងឯងរីឯលូម៉ូវិញបន្ទាប់ពីបានបង្កើតវ៉ាងលីនដែលជាមនុស្សរមែងស្លាប់មានឫសគល់ខាងវិញ្ញាណឡើងមកហើយគឺមិនបានធ្វើអ្វីទៀតនោះទេលូម៉ូក៏បានចូលទៅក្នុងត្រីវិស័យផ្កាយហ្នឹងគឺដើម្បីទៅឆ្លងកាត់ការចាប់បដិសន្ធិឡើងវិញរាប់ប៉ុណ្ណោះធ្វើវាដដែលគឺដើម្បីស្វែងរកវិធីសាស្ត្រនៅក្នុងការជួយឲ្យលីម៉ូវ៉ាន់ហ្នឹងរស់ឡើងមកវិញបានហើយនៅត្រង់កន្លែងហ្នឹងបើយើងនិយាយសាច់រឿងទៅគឺថានៅពេលដែលរាងកាយដើមហ្នឹងបានជួបជាមួយនឹងលីម៉ូវ៉ាន់ចឹងម៉េចគឺលូម៉ូហ្នឹងគឺបានចូលទៅកាន់អតីតកាលហើយធ្វើរឿងនឹងដដែលនឹងបានបង្កើតក្លូនជាច្រើនហ្នឹងគឺដើម្បីស្វែងរកវិធីសាស្ត្រដើម្បីជួយឲ្យលីម៉ូវ៉ាន់ហ្នឹងរស់ឡើងមកវិញតែប៉ុណ្ណោះប៉ុន្តែចំពោះក្លូនទាំងអស់ដែលលូម៉ូបានបង្កើតនៅក្នុងពេលអតីតកាលហ្នឹងគឺមានតែក្លូនវ៉ាងលីនព្រះបុរាណហើយនិងឆឹងនីវតែប៉ុណ្ណោះដែលទទួលបានជោគជ័យនៅក្នុងការរកកំហុសដើម្បីរកវិធីសាស្ត្រជួយឲ្យលីម៉ូវ៉ាន់ហ្នឹងរស់ឡើងមកវិញបានហើយអវតារនៃការសម្លាប់របស់វ៉ាងលីនរាងកាយដើមដែលមានឈ្មោះថាលូម៉ូហ្នឹងគឺបានបង្ហាញខ្លួនជាលើកដំបូងពេញលេញនៅក្នុង Novel Chapter ខ្ទង់1975ដល់1981ដោយសារតែនៅក្នុងពេលហ្នឹងដែរឪពុករបស់ Imperial Hazy ដែលជា Grand Empire មួយនៅក្នុងចំណោម Grand Empire ទាំង9នៅក្នុង Immortal Astray Continent ដែលស្ថិតនៅក្នុងតកូល Celestial ហ្នឹងគឺបានរៀបចំគម្រោងការបោកប្រាស់នៅរាងកាយព្រះបុរាណរបស់វ៉ាងលីនដូច្នេះហើយនៅក្នុងពេលហ្នឹងដែរលូម៉ូក៏បានបង្ហាញខ្លួនឡើងមកភ្លាមៗតែម្ដងហើយក៏បានរួមបញ្ចូលជាមួយនឹងរាងកាយព្រះបុរាណតែម្ដងដើម្បីវាយប្រហារទៅកាន់ Grand Empire GOD វិញដែលជា Grand Empire មួយនៅក្នុងចំណោម Grand Empire ទាំង5ដែលស្ថិតនៅក្នុងតកូល Celestialហើយបន្តមកទៀតនៅពេលដែលលូម៉ូដែលជារាងកាយអវតារនៃការសម្លាប់បានបង្ហាញខ្លួនរួមបញ្ចូលជាមួយនឹងរាងកាយព្រះបុរាណហើយលូម៉ូក៏បាននិយាយថាបើសិនជារាងកាយដើមរបស់គាត់ឈរមើលនៅត្រង់ហ្នឹងគឺមិនដឹងថាល្អយ៉ាងណានោះទេបើសិនជាបច្ចុប្បន្នហ្នឹងរាងកាយដើមកំពុងតែឃើញអ្វីៗដែលគាត់កំពុងធ្វើហើយបន្តមកទៀតលូម៉ូក៏បាននិយាយបន្ថែមទៀតថារាងកាយដើមរបស់គាត់បច្ចុប្បន្នហ្នឹងគឺនៅទន់ខ្សោយខ្លាំងមែនទែនបើសិនជាខ្លាំងគ្រប់គ្រាន់ហ្នឹងប្រហែលជាលីម៉ូវ៉ាន់ហ្នឹងមិនស្លាប់នោះទេដោយដែលយើងដឹងហើយថារាងកាយដើមពិតប្រាកដរបស់វ៉ាងលីនហ្នឹងគឺស្ថិតនៅក្នុងជំហានទី3កម្រិតទី18គឺជាកម្រិត Half Heaven Trampoline ស្ពានដល់ទេវភាពទី8ឯណោះប៉ុន្តែចំពោះលូម៉ូវិញគឺថារាងកាយដើមរបស់គាត់ហ្នឹងគឺនៅទន់ខ្សោយមែនទែនហើយចំពោះមូលហេតុដែលរាងកាយអវតារនៃការសម្លាប់បានរាងកាយដើមថាគឺជាមនុស្សទន់ខ្សោយហ្នឹងដោយដែលខ្ញុំបាននិយាយនៅដើមវីដេអូអញ្ចឹងគឺនៅពេលដែលវ៉ាងលីនរាងកាយដើមហ្នឹងបានបញ្ជូនលូម៉ូមកកាន់អតីតកាលហ្នឹងគឺវ៉ាងលីនរាងកាយដើមហ្នឹងគឺបានកាត់ផ្តាច់ទំនាក់ទំនងចោលទាំងអស់ជាមួយនឹងលូម៉ូតែម្ដងដោយទុកឲ្យអវតារនៃការសម្លាប់លូម៉ូហ្នឹងគឺមានបញ្ញាស្មារតីខ្លួនឯងហើយនៅក្នុងគោលបំណងហ្នឹងគឺដើម្បីស្វែងរកវិធីសាស្ត្រដើម្បីជួយឲ្យលីម៉ូវ៉ាន់ហ្នឹងរស់ឡើងវិញតែប៉ុណ្្នឹងឯងហើយវិធីសាស្ត្រដើម្បីជួយឲ្យលីម៉ូវ៉ាន់រស់ឡើងវិញហ្នឹងគឺថារាងកាយដើមហ្នឹងគឺមិនបានធ្វើអ្វីនោះទេគឺជាអវតារនៃការសម្លាប់លូម៉ូហ្នឹងឯងដែលជាអ្នករកវិធីសាស្ត្រក្នុងការជួយឲ្យលីម៉ូវ៉ាន់ហ្នឹងរស់ឡើងវិញដូច្នេះហើយទើបរាងកាយអវតារលូម៉ូហ្នឹងបានដៀលទៅកាន់រាងកាយដើមថាគឺជាមនុស្សទន់ខ្សោយដែលគ្មានសមត្ថភាពនៅក្នុងការរកវិធីសាស្ត្រជួយឲ្យលីម៉ូវ៉ាន់ហ្នឹងរស់ឡើងវិញបានបន្តមកទៀតនៅចុងបញ្ចប់នៃសាច់រឿងនៅក្នុងការចាប់បដិសន្ធិឡើងវិញរបស់លូម៉ូជាលើកចុងក្រោយលូម៉ូក៏បានចាប់បដិសន្ធិឡើងវិញបានសម្រេចហើយក៏បានរកឃើញវិធីសាស្ត្រជួយឲ្យលីម៉ូវ៉ាន់ហ្នឹងរស់ឡើងវិញដូចគ្នាដោយការពីពេលមុនមូលហេតុដែលលូម៉ូចាប់បដិសន្ធិឡើងវិញបរាជ័យហើយមិនអាចរកវិធីសាស្ត្រជួយឲ្យលីម៉ូវ៉ាន់រស់ឡើងវិញបានហ្នឹងគឺដោយសារតែនៅក្នុងពេលបច្ចុប្បន្ននៅក្នុងត្រីវិស័យផ្កាយហ្នឹងគឺបានបាត់បង់ព្រលឹងដែលស្ថិតនៅក្នុងត្រីវិស័យផ្កាយមួយហ្នឹងហើយព្រលឹងត្រីវិស័យផ្កាយមួយហ្នឹងគឺគ្មាននរណាផ្សេងនោះទេគឺជា RC នឹងឯងហើយចំពោះបញ្ហាដែលត្រីវិស័យផ្កាយបច្ចុប្បន្នគឺបានបាត់បង់ព្រលឹងកំណប់ហ្នឹងគឺដោយសារតែនៅក្នុងពេលដែលលូម៉ូបានបរាជ័យនៅក្នុងការចាប់បដិសន្ធិឡើងវិញរាប់សិបដងហ្នឹងក៏បានធ្វើឲ្យ RC ដែលជាព្រលឹងកំណប់ដែលស្ថិតនៅក្នុងត្រីវិស័យផ្កាយមួយហ្នឹងមានឱកាសរត់ចេញមកក្រៅបានហើយបន្ទាប់ពី RC បានរត់គេចចេញមកក្រៅហើយ RC ក៏បានគិតថាលូម៉ូដែលជាអវតារនៃការសម្លាប់របស់វ៉ាងលីនហ្នឹងគឺជារាងកាយដើមពិតប្រាកដរបស់វ៉ាងលីនហើយបន្តមកទៀត RC ក៏បានរៀបចំគម្រោងការរបស់គាត់ហ្នឹងដើម្បីគ្រប់គ្រងរាងកាយរបស់វ៉ាងលីនតែម្ដងបន្ទាប់ពី RC ហ្នឹងបានរត់គេចចេញមកក្រៅហើយប៉ុន្តែនៅក្នុងពេលហ្នឹងដែរនៅពេលដែលលូម៉ូចាប់បដិសន្ធិឡើងវិញបានសម្រេចហើយលូម៉ូក៏បានបញ្ជូនសាររបស់គាត់ហ្នឹងទៅកាន់រាងកាយដើមរបស់គាត់ដូចគ្នាហើយនៅក្នុងពេលហ្នឹងដែរបន្ទាប់ពីរាងកាយដើមបានដឹងថាលូម៉ូបានរកឃើញវិធីសាស្ត្រជួយឲ្យលីម៉ូវ៉ាន់រស់ឡើងវិញហើយរាងកាយដើមពិតប្រាកដរបស់វ៉ាងលីនហ្នឹងក៏បានចាក់ចេញពីការវឹកហាត់ភ្លាមៗតែម្ដងនៅពេលដែល Immortal God Realm ហ្នឹងបានបើកហើយចំពោះ Immortal God Realm ហ្នឹងបើយើងនិយាយទៅគឺប្រៀបដូចជាអាណាចក្រឬក៏ពិភពលោកដាច់ដោយឡែកផ្សេងមួយទៀតចេញពី Immortal Astray Continent អញ្ចឹងពីព្រោះ Immortal God Realm ហ្នឹងគឺស្ថិតនៅពីលើ Immortal Astray Continent នៅក្នុងពេលបច្ចុប្បន្នបន្តមកទៀតនៅពេលដែល Immortal God Realm បានបើកហើយវ៉ាងលីនរាងកាយដើមហ្នឹងក៏បានចូលទៅក្នុង Immortal God Realm ដូចគ្នាហើយក៏បានជួបជាមួយនឹង RC ម្ដងទៀតដែលកំពុងតែរងចាំវ៉ាងលីននៅក្នុង Immortal God Realm តែម្ដង
ដោយនៅកន្លែងហ្នឹងនៅក្នុង novel ហ្នឹងគឺខ្ទង់ chapter 2080ដល់2085ហ្នឹងឯងហើយបន្តមកទៀតនៅពេលដែលអសៀបានជួបជាមួយនឹងវ៉ាងលីនរាងកាយដើមហើយអសៀក៏ចង់វាប្រហារនិងគ្រប់គ្រងរាងកាយរបស់វ៉ាងលីនតែម្ដងដោយសារតែពេលហ្នឹងអសៀបានគិតថាគម្រោងការដែលគាត់រៀបចំអស់រយៈពេលរាប់លានឆ្នាំហ្នឹងគឺបានសម្រេច 100% ហើយពីព្រោះអសៀគិតថាមនុស្សសត្វទាំងអស់ដែលស្ថិតនៅក្នុងពិភពលោករបស់វ៉ាងលីនគឺជា Immortal Astray Continent ហ្នឹងគឺគ្រាន់តែជាការបំភាន់តែប៉ុណ្ណោះគឺគ្មានអ្វីពិតនោះទេគឺសុទ្ធតែវ៉ាងលីនបានបង្កើតពួកគេឡើងមកនៅក្នុងការបំភាន់ដើម្បីស្វែងរកវិធីសាស្ត្រជួយឲ្យលីមូវ៉ាន់ហ្នឹងរស់ឡើងមកវិញតែប៉ុណ្ណោះហើយមានតែវ៉ាងលីនតែម្នាក់គត់ដែលជាមនុស្សមានសាច់មានឈាមពិតប្រាកដដែលកំពុងតែឈរនៅពីមុខគាត់ហ្នឹងគឺជាមនុស្សពិតប្រាកដប៉ុន្តែនៅក្នុងពេលដែលអសៀកំពុងតែសប្បាយចិត្តហ្នឹងវ៉ាងលីនរាងកាយដើមក៏ស្រាប់តែប្រាប់ការពិតមួយទៅកាន់អសៀថាមនុស្សសត្វទាំងអស់ដែលស្ថិតនៅក្នុងពិភពលោករបស់គាត់គឺជា Immortal Astray Continent ហ្នឹងគឺមិនមែនជាការបំភាន់ទេគឺវាជាការពិតទាំងអស់ហើយវ៉ាងលីនខ្លួនគាត់ផ្ទាល់ហ្នឹងគឺបានកាត់ឡើងនៅក្នុងពិភពស៊ូស្គូនៃពិភពរូងភ្នំផ្នែកខាងក្នុងនឹងបានវឹកហាត់ធំធាត់រហូតមកដល់ពេលបច្ចុប្បន្នហ្នឹងគឺមិនបានចាក់ចេញទៅណាឬក៏ចាប់បដិសន្ធិថ្មីឡើងវិញនោះឡើយហើយវ៉ាងលីនក៏បាននិយាយប្រាប់ទៅកាន់អសៀបន្តទៀតថាចំពោះគម្រោងការដែលអសៀរៀបចំកន្លងមកហើយមនុស្សដែលអសៀបានឃើញចូលទៅក្នុងត្រីវិស័យផ្កាយចាប់បដិសន្ធិកន្លងមកហ្នឹងគឺមិនមែនជាគាត់នោះទេប៉ុន្តែជាក្លូនឬក៏ជាអវតារនៃការសម្លាប់របស់គាត់ដែលមានឈ្មោះថាលូម៉ូដែលគាត់បានបញ្ជូនលូម៉ូនៅមកកាន់អតីតកាលតាមរយៈសិល្បៈលំហូរពេលវេលានៃសបិនតាវគឺដើម្បីឲ្យលូម៉ូនឹងចូលមកផ្លាស់ប្ដូរអតីតកាលនឹងធ្វើត្រាប់តាមអ្វីៗការពីអតីតកាលរបស់គាត់ដែលជារាងកាយដើមរបស់គាត់ទាំងអស់តែម្ដងហើយចំពោះអ្វីៗគ្រប់យ៉ាងហ្នឹងគឺថាលូម៉ូគឺជាអ្នកដែលបានបោកប្រាស់តែធ្វើឲ្យអសៀហ្នឹងគឺចូលទៅអន្ទាក់របស់គាត់តែប៉ុណ្ណោះពីព្រោះអីវ៉ាងលីនបានដឹងថាមូលហេតុដែលគាត់ហ្នឹងមិនអាចជួយឲ្យលីមូវ៉ាន់ដែលជាប្រពន្ធរបស់គាត់ហ្នឹងរស់ឡើងមកវិញបានហ្នឹងគឺដោយសារតែនៅក្នុងត្រីវិស័យផ្កាយបច្ចុប្បន្នហ្នឹងគឺបានបាត់បង់នៅអ្វីម្យ៉ាងដែលគាត់ហ្នឹងរកមិនឃើញសោះតែម្ដងប៉ុន្តែនៅក្នុងកំឡុងពេលដែលក្លូនរបស់គាត់លូម៉ូដែលជាអវតារនៃការសម្លាប់របស់គាត់ហ្នឹងចាប់បដិសន្ធិឡើងវិញជាលើកចុងក្រោយបានសម្រេចទើបវ៉ាងលីនដឹងថាអ្វីដែលបានបាត់បង់នៅក្នុងត្រីវិស័យផ្កាយបច្ចុប្បន្នហ្នឹងគឺជាអសៀនឹងឯងដែលជាពលឹងកំណត់ដែលវ៉ាងលីនកំពុងតែស្វែងរកកណ្ដងមកពីព្រោះអីអសៀនឹងហើយគឺជាពលឹងកំណត់ដែលស្ថិតនៅក្នុងត្រីវិស័យផ្កាយបច្ចុប្បន្នដែលបានរត់គេចខ្លួនកាលពីពេលដែលលូម៉ូនឹងបានបរាជ័យក្នុងការចាប់បដិសន្ធិឡើងវិញដូច្នេះហើយបន្ទាប់ពីលឺវ៉ាងលីននិយាយហើយអសៀក៏មានការភ័យខ្លាចនិងការភ្ញាក់ផ្អើលភ្លាមៗតែម្ដងដោយសារតែអ្នកដែលគាត់បានតាមដានកន្លងមកអស់រយៈពេលរាប់សិបឆ្នាំហ្នឹងគឺមិនមែនជាវ៉ាងលីននាងកាយដើមនោះទេប៉ុន្តែគឺជាអវតារនៃការសម្លាប់ដែលជាអវតាររបស់វ៉ាងលីននាងកាយដើមទៅវិញហើយបន្ទាប់ពីនិយាយចប់ហើយវ៉ាងលីនក៏បានសម្លាប់អសៀចោលភ្លាមៗតែម្ដងដើម្បីយកនៅខ្លឹមសារអាណាចក្រមួយគឺដើម្បីជប់ជីវិតឲ្យលីមូវ៉ាន់នឹងរស់ឡើងមកវិញហើយបន្ទាប់ពីជប់ជីវិតឲ្យលីមូវ៉ាន់រស់ឡើងមកវិញហើយវ៉ាងលីនក៏បានចាក់ចេញពី Immortal Guardian ជាមួយនឹងលីមូវ៉ាន់នឹងចេញមកក្រៅវិញដូចគ្នាហើយវ៉ាងលីននាងកាយដើមនឹងក៏បាននិយាយទៅកាន់ខ្លួនគាត់ថាសម្រាប់គាត់នឹងការវឹកហាត់នឹងគឺមានត្រឹមតែរយៈពេល500ឆ្នាំតែប៉ុណ្ណោះហើយប៉ុន្តែចំពោះអវតារនៃការសម្លាប់លូម៉ូរបស់គាត់វិញគឺត្រូវឆ្លងកាត់ការចាប់បដិសន្ធិឡើងវិញនិងការវឹកហាត់រាប់ប៉ុណ្ណោះគឺវាពិតជាពិបាកខ្លាំងមែនទែនសម្រាប់លូម៉ូនឹងនៅក្នុងការរកវិធីសាស្ត្រជួយឲ្យលីមូវ៉ាន់នឹងរស់ឡើងមកវិញបានហើយនៅជុំបញ្ចប់នៃសាច់រឿងហ្នឹងគឺថាលូម៉ូនឹងក៏បានសម្រេចចិត្តលុបនៅឆន្ទៈស្មារតីរបស់គាត់ហ្នឹងដើម្បីរួមបញ្ចូលជាមួយនឹងរាងកាយដើមរបស់វ៉ាងលីនគឺដើម្បីបានរស់នៅជាមួយនឹងលីមូវ៉ាន់នៅចុងបញ្ចប់នៃសាច់រឿងហើយចំពោះប្រពន្ធទាំងពីរនាក់ផ្សេងទៀតរបស់វ៉ាងលីននៅចុងបញ្ចប់នៃសាច់រឿងហ្នឹងវ៉ាងលីនក៏បានបញ្ជូនអវតាររបស់គាត់ចំនួន2នាក់ទៀតឲ្យទៅរស់នៅជាមួយនឹងលីឈៀនម៉ៃហើយនិងមូពីងម៉ៃដូចគ្នាហើយចុងបញ្ចប់នៃសាច់រឿងគឺថាវ៉ាងលីនហ្នឹងគឺមានប្រពន្ធ3នឹងឯងប៉ុន្តែនៅក្នុងចំណោមប្រពន្ធទាំង3នាក់របស់វ៉ាងលីនហ្នឹងគឺវ៉ាងលីនស្រឡាញ់លីមូវ៉ាន់ខ្លាំងជាងគេពីព្រោះដំណើរសាច់រឿងតាំងពីដើមដល់ចប់រឿងក្នុងរឿង Renegade Immortal ហ្នឹងគឺវ៉ាងលីនវឹកហាត់ឲ្យខ្លាំងក្នុងគោលបំណងហ្នឹងគឺដើម្បីស្វែងរកវិធីសាស្ត្រដើម្បីជួយឲ្យលីមូវ៉ាន់ហ្នឹងរស់ឡើងមកវិញនឹងឯងដូច្នេះហើយគោលបំណងនៃសាច់រឿងរបស់វ៉ាងលីនហ្នឹងគឺវឹកហាត់ឲ្យខ្លាំងដើម្បីជួយឲ្យប្រពន្ធរបស់គាត់ហ្នឹងរស់ឡើងមកវិញហើយចំពោះតួឯកស្រី2នាក់ទៀតគឺជាលីឈៀនម៉ៃហើយនិងមូពីងម៉ៃហ្នឹងក៏វ៉ាងលីនស្រឡាញ់គ្នាប៉ុន្តែនៅក្នុងចំណោមពួកគេទាំងពីរនាក់ហ្នឹងគឺវ៉ាងលីនហ្នឹងស្រឡាញ់លីឈៀនម៉ៃបន្ទាប់ពីលីមូវ៉ាន់ទៅដូច្នេះហើយទើបចុងបញ្ចប់នៃសាច់រឿងវ៉ាងលីនក៏បានបញ្ជូនអវតាររបស់គាត់ចំនួន2នាក់ទៀតឲ្យទៅរស់នៅជាមួយនឹងលីឈៀនម៉ៃហើយនិងមូពីងម៉ៃដែលជាប្រពន្ធរបស់គាត់ហើយនៅត្រង់កន្លែងហ្នឹងបើយើងនិយាយថាវ៉ាងលីនផ្សេងគ្នាហ្នឹងគឺខុសហើយដោយសារតែអវតាររបស់វ៉ាងលីនហ្នឹងបើសិនជាវ៉ាងលីនរាងកាយដើមមានរបួសឬក៏ស្លាប់ហើយអវតាររបស់គាត់ហ្នឹងក៏ស្លាប់ដូចគ្នាដូច្នេះហើយនៅពេលដែលវ៉ាងលីនបានបញ្ជូនរាងកាយអវតាររបស់គាត់ពីរនាក់ឲ្យទៅនៅជាមួយមូពីងម៉ៃហើយនិងលីឈៀនម៉ៃហ្នឹងក៏ប្រៀបដូចជាវ៉ាងលីនហ្នឹងកំពុងតែរស់នៅជាមួយនឹងពួកគេដូចគ្នាហើយចំពោះវីដេអូរបស់យើងដែលនិយាយតាក់ទងអំពីរាងកាយរបស់វ៉ាងលីនគឺមានតែប៉ុណ្្នឹងហើយមុនបញ្ចប់វីដេអូខ្ញុំសូមខន្តីអភ័យទោសផងបើមានពាក្យពេចន៍កន្លែងណាបើនិយាយទៅខុសឆ្គងឬក៏ពិបាកស្ដាប់ពិបាកយល់អីដូច្នេះហើយជួបគ្នាឱកាសក្រោយទៀតបាយបាយជំរាបលា